បាទសួស្តីបងប្អូនទាំងគ្នាហើយទស្សនវិជ្ជានៅពេលនេះគឺនៅពេលព្រឹកម៉ោង6ព្រឹកនៅខេត្តព្រះវិហារបាទអញ្ចឹងនៅទឹកដីព្រះវិហារពេលព្រឹកគឺមានសភាពបែបហ្នឹងបាទគេចុះអាប់ខ្លាំងបាទចុះអាប់ខ្លាំងហើយយើងមើលផ្លូវអត់ឃើញទេហ្នឹងហើយតែបើគឺសម្លឹងមែនទែនបាទហើយអាប់ហ្នឹងគឺយ៉ាងណាដូចទឹកហ្នឹងហើយចឹងបើកទៅវាទឹកដល់ពេលអាប់ខ្លាំងទឹកខ្លាំងដែរដល់ពេលយើងបើកម៉ូតូឬក៏បើកបរទៅវាមានទឹកដក់ជាប់ជាមួយនឹងមុខជាប់ជាមួយនឹងដៃម៉ូតូអីហ្នឹងហើយយ៉ាងដូចទឹកភ្លៀងដែរបាទអញ្ចឹងនេះគឺបើកមិនសូវជាលឿនទេបាទយើងចេញពីទឹកដីនៃស្រុកគូលែនចេញមកសៀមរាបវិញបាទការធ្វើដំណើរហ្នឹងគឺរយៈពេលតែ2ម៉ោងទេពីសុយ៉ង់មកដល់ដំដែកហើយយើងនឹងបន្តដំណើរមកសៀមរាបបាទហើយពុកម៉ែបងប្អូនដែលចង់ទៅលេងនៅប្រាសាទកោះកេរក៏អាចអញ្ជើញទៅហើយសម្រាប់នៅទីនោះយើងនឹងមើលទស្សនវិជ្ជានៅពេលព្រឹកបាទគឺពេលចុះអាប់ចុះអីមកគឺមានអារម្មណ៍ស្រស់ស្រាយហើយយើងដូចមានអារម្មណ៍មួយដែលប្លែកសម្រាប់យើងជាអ្នករស់នៅក្នុងតំបន់ទំនាបដែលពុំសូវជួបនៅទស្សនវិជ្ជាចុះអាប់បែបនេះបាទចំពោះអ្នកព្រះវិហារគឺគាត់រាល់ថ្ងៃទេបាទអញ្ចឹងយើងមកពេលយើងបើកបរបាទគឺសតើបើកភ្លើងបាទចាំបើកភ្លើងឬក៏បើកស្តុបអីសញ្ញូសម្គាល់ដើម្បីឲ្យជាសញ្ញាបាទនេះគឺយើងចុះពីសុយ៉ង់មកហើយបាទចុះពីសុយ៉ង់នេះផ្លូវទៅប្រាសាទកោះកេរហើយផ្លូវទៅស្រុកគូលែនបាទ